ជំរាបពរញាតិញោមនេះគឺជាទស្សនភាពនៃការធ្លាក់ស្នូលកាលពីថ្ងៃ31ខែមករា2026កន្លងទៅនេះគឺវត្តវិបស្សនារាមព្រះអង្គធំហើយធ្លាក់ស្នូលបានច្រើនគួរសមហើយយើងមើលទៅស្រស់ស្អាតមួយយ៉ាងប្លែកភ្នែកសម្រាប់អ្នកដែលមិនដែលឃើញតែបើអ្នកធ្លាប់ឃើញនៅកន្លែងម្ដុំទឹកកកតែម្ដងគឺមើលទៅហាក់បីដូចជាធុញទ្រាន់ទៅនឹងការធ្លាក់ស្នូលពីព្រោះវេទនាក្នុងការឈូសចេញអីចឹងទៅសម្រាប់ដូចនៅរដ្ឋនេះគឺយូរធ្លាក់ម្ដងហើយម្ដងមិនជាច្រើនអីប្រមាណគឺធ្លាក់មកគឺមើលទៅយើងហាក់បីដូចជាសបាយប្លែកភ្នែកមួយយ៉ាងគួរគុណទៅវាទេសភាពសក្បោះមើលទៅគួរជាទីជាប់ចិត្តនៃមនុស្សទាំងឡាយទាំងក្មេងទាំងចាស់ក៏ចង់ចេញក្រៅផ្ទះដើម្បីលេងនៅស្នូលទោះបីល្ងាយ៉ាងម៉េចក៏ដោយក៏ត្រូវតែចេញថតទុកជាអនុស្សាវរីយ៍នៅនេះគឺមួយយ៉ាងដែរហើយយើងអាចឃើញនៅទេសភាពប្លែកៗដូចជារដូវក្តៅមានស្លឹកឈើខៀវស្រងាត់រួមទាំងស្មៅទៅតាមទីធ្លានានាហ្នឹងគឺគេកាត់បានយ៉ាងស្រស់ស្អាតខៀវស្រងាត់ហើយបើចិត្តទៅនឹងដល់រដូវត្រជាក់គឺស្លឹកឈើវាចាប់ផ្ដើមទុំវាចេញជាពណ៌លឿងពណ៌ក្រហមមើលទៅគឺប្លែកភ្នែកម្យ៉ាងទៀតក្រោយពីជ្រុះស្លឹកអស់ទៅវានៅតែដើមសណាដូចហាក់បីដូចជាដើមឈើស្លាប់មកអញ្ចឹងហើយបើមានធ្លាក់ទឹកកកអីចេះទៀតគឺមើលទៅវាទំនងវាសស្អាតប្លែកម្យ៉ាង